សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺជាថ្ងៃសម្រាប់របស់កូនកូនអញ្ចឹងកូនត្រេនថ្ងៃនេះគាត់មានអីពិសេសហើយគាត់ខ្ញុំឃើញគាត់ទៅទិញ Oreo អញ្ចឹងប្រហែលជាគាត់នឹងធ្វើរៀបចំធ្វើ drink ថ្មីរបស់គាត់តាមដែលដឹងនេះគឺគាត់ប្រាប់ថាគាត់មានរូបមន្ត drink ថ្មីអញ្ចឹងគាត់ចង់ធ្វើហើយចង់ឲ្យម៉ាក់ភ្លក់អញ្ចឹងបងប្អូនចាំមើលនេះខ្ញុំទៅមើលទាំងអស់គ្នាថាតើកូនត្រេនឥឡូវនេះគឺគេចូលទៅក្នុងកន្លែងធ្វើកាហ្វេហើយនឹងគេធ្វើបាត់ឲ្យគេខ្លះដោយសារតែគាត់នឹងយកលុយទៅទិញ Oreo មិនរួចហើយអញ្ចឹងគិតថាប្រហែលជាឥឡូវនេះគាត់មានអីយកមកធ្វើហើយតោះបងប្អូនទៅតាមដានមួយខ្ញុំទាំងអស់គ្នាណាតោះ1 2 3បាច់ចង់ផើទុយថ្ងៃនេះអត់ចូលចក្រានអញ្ចឹងអូបើបាញ់ដល់អ្នកក្រោយកំពុងធ្វើអីនោះ Hello good morning ធ្វើអីណាយាយ Oreo drink រសជាតិថ្មីអូខេតោះធ្វើមើលចង់បញ្ចេញរូបមន្តថ្មីមែនចាអូខេធ្វើមកចឹងជាដំបូងយើងត្រូវការ Oreo ដែលយើងវេចរួចហើយដាក់នៅល្មមមករួចយើងទុកវាមកដុំហើយយើងដាក់ទឹកដោះគោស្រស់ចូលហ្នឹងសិនហើយយើងកូរច្របល់ឲ្យវាបែកអស់រូបមន្តអូនណាមិនរូបមន្តណាយកពីម៉ាក់ឯណាខ្ញុំច្រឡំណាអូខេហើយយើងត្រូវការម្សៅសូកូឡាចូលទឹកជួយមកទឹកចូលini sampai ada mak ini kita itu brown sugarចូលមិនដាក់ឲ្យផ្អែមហ៎ដាក់តិចពេកអត់ឆ្ងាញ់អញ្ចឹងអីយ៉ាដាក់ទៅនឹងអញដើម្បីយកខ្លួនវាទេចង់ធ្វើកាហ្វេនេះអូខេឲ្យសាប់មកធ្វើនៅខាងគួរស្អាតជាងមុនណាដោយសារយើងមានគ្រឿងអស់ហ្នឹងសាប់ហើយយើងទុកវាមួយឡែកយើងមកលាយទឹកដោះគោយើងម្ដងយើងត្រូវការម្សៅទឹកដោះគោមួយលាបព្រាប៉ុនអ្នកចង់ផ្អានដាក់ពីលាបព្រាហើយយើងត្រូវការទឹកដោះគោខាប់តាមចិត្តនេះការដាក់គោស្រស់ចូលនេះយកមកដាក់ទឹកដោះខ្ញុំសង្ឃឹមថាបងប្អូនដែលបានមើលនឹងគឺយល់អំពីរូបមន្តរបស់គាត់ព្រោះខ្ញុំមើលអត់យល់ទេសង្ឃឹមថាមានបងប្អូនបកកាយជាងខ្ញុំមើលអាចយល់អត់តាន់ក្តៅហើយយើងចាប់ផ្ដើមមករៀបចំតើបងប្អូនប្រឹងស្ដាប់ឲ្យមែនទេខ្លាចតាមអត់តាន់ព្រោះខ្ញុំតាមអត់តាន់ទេមានបងប្អូនណាតាន់ចាំជួយប្រាប់មកវិញផងដាក់ទឹកកកមកលំប៉ុននេះសិនហើយយើងដាក់ម្សៅនេះចូលហើយយើងដាក់ទឹកនេះចូលមើលចុះតនេះដូចទំនងរបស់គេដែរតែចាំមើលគេដាក់ដោះគោចូលហើយហ្នឹងណាOreo មិនជន់យីចាំមើលត្រិញគេឈ្មោះត្រិញ Oreo ហ្នឹងហើយជីកាស្រេច
បងប្អូនរកប្រមូលនេះគឺជារកប្រមូលរបស់អូនតាណាណារកប្រមូលហាងវិយាដាកាហ្វេយ៉ាងទេបើបងប្អូនចង់បរិភោគបងប្អូនអាចធ្វើនៅផ្ទះក្នុងឯងបានវាមិនផ្អែមពេកហើយក៏វាមិនសូវជាសាបពេកដែរគឺមិនល្មមសម្រាប់បងប្អូនអ្នកអត់ជឿជាចិត្តផ្អែមលួចបាយបាយ ยังไม่ได้รสជាតិ រសជាតិអែមហ្មងប៉ុន្តែបើសិនជាបងប្អូនណាដែលរៀនអត់សូវចេះសាបធៀងកថាវាសាបបងប្អូនអាចថែមគ្រឿងឲ្យវាដិតត្រូវមកបងប្អូនមកថែមតិចក៏បានដែរតែអូនថាប៉ុណ្ណឹងឆ្ងាញ់អែមហ្មង អូខេចាំមើលម៉ាក់ធ្វើតាមមើលឆ្ងាញ់ប៉ុណ្ណាហើយសង្ឃឹមថាបងប្អូនដែលបានមើលវីដេអូរបស់កូនពៅធ្វើម្ហូបច្រឡំកូនពៅធ្វើម្ហូបចុងភៅកាហ្វេចាបើសិនជាបងប្អូនចូលចិត្តរបៀបនៃការធ្វើភេសជ្ជៈរបស់ចុងភៅកាហ្វេមួយនេះចាសូមអញ្ជើញធ្វើតាមហើយឲ្យ feedback ម្នាក់មួយផងថាឆ្ងាញ់អត់បាយបាយបងប្អូន